បាទសូមគោរពជំរាបសួរបងប្អូនទាំងអស់គ្នាព្រឹកថ្ងៃពុធនេះផ្សារមាសនៅម៉ោងអាស៊ីក្រោយពីបើកផ្សារឡើងនឹងយើងឃើញថាមានការកើនឡើងដោយសារវាមានប្រតិកម្មជាមួយនឹង fundamental អំពីបំរែបំរួលបញ្ហាវិបត្តិនៅមជ្ឈមបូព៌ាបើយើងក៏លេចមើលទីផ្សារមាសដែលបានបិទផ្សារកាលពីម្សិលមិញយើងឃើញថាវាបានបិទនៅត្រឹមតម្លៃ$4,668ក្នុង1អោនហើយនៅពេលផ្សារចាប់ដើមបើកតម្លៃនឹងបានហក់មកទៀតម៉ោងនៅខ្ញុំកំពុងនិយាយនេះគឺមាសបានឡើងដល់$4,700ជាងហើយក្នុង1អោនណាទាំងនេះដោយសារយើងឃើញថាតម្លៃប្រាក់ដុល្លារមានការធ្លាក់ចុះក៏ប៉ុន្តែតម្លៃប្រេងគឺនៅតែមានភាពនឹងណដដែលទេដើមចំដែលនាំឲ្យតម្លៃមាសផ្សារហ៊ុនឬក៏តម្លៃប្រាក់មានការកើនឡើងនឹងមានព័ត៌មានមួយដែល Bloomberg ធ្វើការចុះផ្សាយដែលគេហទំព័រ Yahoo Finance នឹងយកមក alert បន្តដែលតម្លៃមាសមានការងើបឡើងវិញដោយសារត្រាំនឹងចង់បញ្ចប់យុទ្ធនាការយោធាទៅលើអ៊ីរ៉ង់ពាក់ព័ន្ធជាមួយនឹងតម្លៃមាសនៅព្រឹកថ្ងៃពុធនេះយើងក៏លេចមកមើលឆាតបន្តិចទៅអញ្ចឹងយើងឃើញថាការវិម្សិលមិញនឹងផ្សារបានឡើងខ្លាំងគួរសមមែនទែនហើយនៅពេលដែលព្រឹកឡើងវាមានការកើនឡើងបន្តទៅទៀតអញ្ចឹងតាមបច្ចេកទេសអ្វីដែលធ្វើឲ្យយើងដឹងថាផ្សារនឹងកើនឡើងតទៅទៀតនោះយើងមើលចំណុចនេះសិនចំណុចខាងក្រោមដែលខ្ញុំគូសដាក់ថា single candle order block នេះឬក៏យើងហៅថា scope ហ្នឹងអញ្ចឹងយើងឃើញថាបង្គោលមួយពណ៌បៃតងនេះតែនៅអមបង្គោលពណ៌ខ្មៅនេះបង្គោលនឹងហើយដែលគេហៅថា single candle order block គឺដោយសារតែវាបានសម្អាតតម្លៃបង្គោលខ្មៅនេះបង្គោលជាប់គ្នាហ្នឹងទាំងខាងក្រោមទាំងខាងលើគឺវាខ្ពស់ជាងរហូតវាប្រាប់អំពីកម្លាំងដែលត្រូវរុញតម្លៃហ្នឹងឲ្យកើនឡើងដោយសារវាបានបិទទៅលើបង្គោលដែលត្រូវធ្លាក់ចុះហ្នឹងអស់ហើយអញ្ចឹងយើងឃើញថាបង្គោលពណ៌បៃតងនេះគឺវាមានការកើនឡើងខ្លាំងមែនទែនហើយវាធ្លាយនៅត្រង់ចំណុចមួយដែលខ្ញុំតែងតែលើកឡើងថា hidden order block អញ្ចឹងវាចាប់ដើមធ្លាយចំណុចហ្នឹងហើយដូច្នេះវានឹងបន្តមកទៀតបន្តមកដល់ចំណុច hidden order block នេះមួយទៀតវាមកសម្អាតកម្លាំងដែលគេធ្លាប់លក់ពីកាលមុនមកនេះចាអាចតកោនកែងនៅខ្ញុំគូសដាក់ពណ៌ពងកសានេះគេហៅថា displacement អញ្ចឹងទាំងអស់នេះវាសុទ្ធសឹងតែជាតម្លៃដែលផ្សារនឹងត្រូវឡើងមកសម្អាតហើយកម្លាំងឡើងរបស់វាអាចមានពីរដំណាក់កាលវាត្រូវធ្លាក់ចុះគឺនៅត្រង់ចំណុចនេះមួយដែលជាចំណុចហៅថា FVG ហើយនឹងត្រង់ចំណុចនេះមួយទៀតអញ្ចឹងតាមបច្ចេកទេសគឺវាត្រូវឡើងមកសម្អាតបែបហ្នឹងហើយបើពឹងទៅលើបច្ចេកទេសតែមួយយ៉ាងវាមិនអាចសុកឡើងមកបែបហ្នឹងទេគឺវាមានកត្តា fundamental មួយទៀតគឺតាក់ទងទៅនឹងការប្រកាសរបស់ត្រាំព្រមទាំងរបាយការណ៍ការងារដែលទិន្នន័យការងារហ្នឹងចេញកាលពីយប់មិញអញ្ចឹងយើងឃើញថាតាក់ទងទៅនឹង job opening វាធ្លាក់ចុះជាងការព្យាករណ៍ក៏ប៉ុន្តែវាធំជាងទិន្នន័យដើមអញ្ចឹងតាមទិន្នន័យនេះវាគួរតែធ្វើឲ្យប្រាក់ដុល្លារនឹងខ្លាំងហើយធ្វើឲ្យតម្លៃមាសនឹងធ្លាក់ចុះប៉ុន្តែដោយសារកត្តា fundamental តាក់ទងទៅនឹងបរិបត្តិនៅមជ្ឈមបូព៌ាវាក្របទៅលើទិន្នន័យនឹងហើយចំណែកឯទិន្នន័យមួយទៀតគឺ CB Consumer Confidence បង្ហាញថាវាមានការលើសការព្យាករណ៍កត្តានេះក៏ត្រូវតែដាក់សម្ពាធទៅលើមាសដែរវាគួរតែធ្វើឲ្យប្រាក់ដុល្លារកើនឡើងហើយតម្លៃមាសនឹងធ្លាក់ចុះក៏ប៉ុន្តែដូចបានលើកឡើងថាដោយសារបរិបត្តិនៅមជ្ឈមបូព៌ានឹងវាក្របសង្កត់ខ្លាំងពេកដូច្នេះពាក់ព័ន្ធនឹងមាតិកានេះខ្ញុំអត់បានញែកគឺយើងនឹងចាប់ដើមសិក្សាស្វែងយល់ក៏ដូចជាវិភាសាទៅលើប្រធានបទនេះផ្ទាល់តែម្ដងដោយបងប្អូនបានដឹងយើងឃើញថាតម្លៃមាសមានការកើនឡើង2ឬ3ថ្ងៃជាប់គ្នាហើយដោយសារតែមានរបាយការណ៍មួយដែលចុះផ្សាយថាប្រធានាធិបតីត្រាំនឹងគាត់មានឆន្ទៈចង់បញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់បើទោះបីជាច្រកសមុទ្រអកម៉ូសនឹងនៅតែបិទក៏ដោយចំណុចនេះបើសេណារីយ៉ូនឹងកើតឡើងមែនអាមេរិករួចខ្លួនតែឯងហើយពិភពលោកគឺជាប់ករបស់អ៊ីរ៉ង់ពីព្រោះឥឡូវនេះរាល់នាវាដែលដឹកចេញចូលគឺត្រូវបង់លុយនឹងទៅឲ្យអ៊ីរ៉ង់ដើម្បីធ្វើនាវាចរដឹកធម្មពលក៏ដូចជាដឹកអូស្មန်ចេញពីតំបន់នឹងបានបន្ទាប់ពីព័ត៌មាននេះត្រូវបានចុះផ្សាយតម្លៃមាសបានហក់ឡើងដល់ម៉ោងបិទផ្សារគឺតម្លៃ$4,668ក្នុង1អោនហើយដូចបានបញ្ជាក់ថាការកើនឡើងនៃតម្លៃមាសនេះបន្ទាប់ពីរបាយការណ៍របស់ Wall Street Journal នឹងបានចុះផ្សាយថាត្រាំនឹងប្រាប់ជំនួយការរបស់គាត់
ថាគាត់នឹងមានឆន្ទៈបញ្ចប់យុទ្ធនាការយោធារបស់សហរដ្ឋអាមេរិកប្រឆាំងទៅនឹងអ៊ីរ៉ង់បើទោះបីជាច្រកសមុទ្រនឹងនៅតែបិទក៏ដោយដែលនេះវាបង្កើនក្តីសង្ឃឹមសម្រាប់បញ្ចប់ចំនួនដែលមានរយៈពេល1ខែហើយមុននេះលោក Jerome Powell ប្រធានធនាគារកណ្ដាលសហរដ្ឋអាមេរិកនឹងបាននិយាយថាការរំពឹងទុកអតិផរណារយៈពេលវែងរបស់សហរដ្ឋអាមេរិកហាក់ដូចជាស្ថិតនៅក្នុងស្ថានភាពល្អទោះបីជាការកើនឡើងនៃតម្លៃប្រេងជុំវិញសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាដែលដាក់សម្ពាធអតិផរណាហើយនឹងក្តីរំពឹងដំឡើងអត្រាការប្រាក់ក៏ដោយគាត់បាននិយាយថាគោលនយោបាយរបស់ធនាគារកណ្ដាលគឺស្ថិតនៅកន្លែងល្អសម្រាប់ពេលយើងរងចាំមើលខ្លឹមសារនេះមានន័យថាធនាគារកណ្ដាលនឹងមានគោលដៅប្រឆាំងនឹងអតិផរណាអញ្ចឹងបើបញ្ហាដែលវាកើតឡើងតាមរយៈតម្លៃប្រេងនឹងវារុញអតិផរណាឲ្យកាន់តែកើនឡើងអាការដែលគាត់ត្រូវរក្សាអត្រាការប្រាក់ឬក៏ត្រូវដំឡើងអត្រាការប្រាក់បន្ថែមនឹងវាជាឱកាសល្អសម្រាប់គាត់ចង់និយាយថាគាត់បានជាលេសសម្រាប់ stop អត្រាការប្រាក់នឹងមិនឲ្យចុះឬក៏ដំឡើងតទៅទៀតពីព្រោះកាលពីមុននឹងត្រាំតែងបង្ខំគាត់ឲ្យកាត់បន្ថយអត្រាការប្រាក់ដើម្បីសង្គ្រោះការងារក៏ប៉ុន្តែដោយសារគាត់មើលទៅលើអតិផរណាវាអត់ទាន់កាត់បានដូច្នេះជាមួយនឹងអតិផរណាដែលវាកំពុងតែមានស្រាប់បូកផ្សំនឹងតម្លៃប្រេងដែលជួយជំរុញបន្ថែមទៀតរួមជាមួយនឹងការមានលេសដែលត្រាំគាត់បានបញ្ឆេះសង្គ្រាមនៅមជ្ឈិមបូព៌ានឹងគាត់យកអានឹងមកជាខែលសម្រាប់ការពារទៅលើគោលការណ៍អ្វីដែលគាត់កំពុងតែធ្វើមានន័យថាអ្វីដែលគាត់ធ្វើនឹងកំពុងតែត្រឹមត្រូវប៉ុន្តែចំណុចដែល Jerome Powell គាត់លើកឡើងនេះវាបានធ្វើឲ្យទិន្នផលរដ្ឋាភិបាលនឹងធ្លាក់ចុះបន្ទាប់ពីមតិយោបល់របស់គាត់ក៏ប៉ុន្តែវាធ្វើឲ្យតម្លៃមាសនឹងកើនឡើងទៅវិញពាក់ព័ន្ធជាមួយនឹងទិន្នផលរដ្ឋាភិបាលក៏ដូចជាបានបំណុលរដ្ឋាភិបាលនឹងខ្ញុំបានលើកឡើងនៅក្នុងវីដេអូមុនហ្នឹងដែលវាមានភាពផ្ទុយគ្នាជាមួយនឹងអតិផរណានៅពេលណាដែលអតិផរណាវាអត់ទៀងទាត់ព្យាករមិនត្រូវហើយបញ្ហាស្ថិតនៅក្នុងភាពមិនប្រកបវិជ្ជាវិនិយោគិនមិនហ៊ានទិញបានបំណុលទេពីព្រោះនៅពេលណាដែលគេទិញនៅពេលនេះស្រាប់តែបញ្ហាវាកើតឡើងហើយរុញអតិផរណាឲ្យកើនឡើងបន្តទៀតអញ្ចឹងគាត់នឹងខាតពីព្រោះពួកគេនឹងត្រូវបង់លុយទៅឲ្យអ្នកដែលកាន់បានបំណុលបន្តហ្នឹងទៅតាមសន្ទុះអតិផរណាដែលវាកើនឡើងចំណុចនេះហើយដែលធ្វើឲ្យការជឿជាក់ទៅលើបានបំណុលរដ្ឋាភិបាលហ្នឹងវាមានការធ្លាក់ចុះទន្ទឹមនឹងនោះវិនិយោគិនក៏កំពុងវាយតម្លៃសញ្ញាចម្រុះពីសហរដ្ឋអាមេរិកផងដែរខណៈដែលសេតវិមាននឹងបានគម្រាមកំហែងបង្កើនការវាយប្រហារទៅលើអ៊ីរ៉ង់រួមទាំងលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសំខាន់ៗចំណែកខាងទីក្រុងតេហេរ៉ង់វិញបានអនុម័តច្បាប់ដើម្បីដាក់ថ្លៃទៅលើសេវានាវាដែលឆ្លងកាត់ច្រកសមុទ្រហូមុសហើយមិនតែប៉ុណ្ណោះក៏កំពុងជំរុញក្រុមសកម្មប្រយុទ្ធហូទីនៅក្នុងប្រទេសយេម៉ែននឹងឲ្យរៀបចំសម្រាប់យុទ្ធនាការប្រឆាំងនឹងការដឹកជញ្ជូននៅច្រកសមុទ្រក្រហមផងដែរអញ្ចឹងដូចខ្ញុំបានបញ្ជាក់ថាសម្រាប់ច្រកសមុទ្រហូមុសហើយនិងច្រកសមុទ្រអាល់ម៉ាន់ដាប់នេះវាដូចជាសួតទាំងសងខាងរបស់មនុស្សអញ្ចឹងបើវាប៉ះពាល់តែមួយខាងវាមិនសូវអីទេពិភពលោកណាតែបើសិនបើវាប៉ះពាល់ទាំងពីរវាខូចទាំងពីរពិភពលោកនឹងត្រូវដេកដួលតែម្ដងបន្ថែមទៅលើនេះអ៊ីរ៉ង់ក៏បានវាយប្រហារលើនាវាដឹកប្រេងរបស់កុយវ៉ែតមួយគ្រឿងដែលវាបង្កជាការភ័យខ្លាចសម្រាប់នាវាដែលត្រូវដឹកជញ្ជូនថាមពលនៅច្រកសមុទ្រនោះអញ្ចឹងយើងវិភាសាទាំងអស់គ្នាថាហេតុអីបានជាធ្វើសង្គ្រាមដែលត្រាំគាត់តែងតែលើកឡើងថាជោគជ័យទៅចាស់ទៅចង់ទៅលើយោធាអ៊ីរ៉ង់ក៏ប៉ុន្តែបែរជាចង់មកបញ្ចប់សង្គ្រាមនៅពាក់កណ្ដាលទីទៅវិញអញ្ចឹងសម្រាប់សេណារីយ៉ូនេះចំណុចទី1ទំនងជាគាត់ពិចារណាទៅលើរបាយការណ៍មួយដែលអ្នកជំនាញខាងផ្នែកយោធានឹងលើកឡើងថាការវាយប្រហាររបស់សហរដ្ឋអាមេរិកហើយនិងអ៊ីស្រាអែលទៅលើអ៊ីរ៉ង់នឹងកំទេចបានមីស៊ីលក៏ដូចជាយុទ្ធោបករណ៍របស់អ៊ីរ៉ង់នឹងបានត្រឹមតែ1/3ទេចំណុចទី2អាចជាការស្របគ្នាជាមួយនឹងរដ្ឋមន្ត្រីការបរទេសដែលគាត់និយាយនៅ J7 ដែលគាត់ថាសង្គ្រាមនឹងបញ្ចប់នៅក្នុងសប្តាហ៍នេះក៏ប៉ុន្តែការបញ្ចប់នឹងវាអាចមានន័យពីរយ៉ាងទី1អាចវាយបន្ថែមពីព្រោះអ៊ីរ៉ង់នៅមានភាពរឹងមាំបូកផ្សំជាមួយនឹងការជ្រោមជ្រែងពីរុស្ស៊ីឬក៏ពីចិនផងក៏មិនដឹងជាការជួយលាក់មុខអញ្ចឹងដើម្បីឲ្យឆាប់ចប់វាអាចថាអាមេរិកឬក៏អ៊ីស្រាអែលសំពងបន្ថែមហើយនឹងទី2គឺចរចាសម្បទានហើយបើចរចាសម្បទានវិញចំណុចណាត្រូវបានចំណុចណាត្រូវផ្ដល់ឲ្យក៏ប៉ុន្តែការចរចាបែបនេះគឺវាមិនអាចងាយចប់ភ្លាមទេហើយមួយទៀតអ៊ីស្រាអែលតើតើអ៊ីស្រាអែលតើអ៊ីស្រាអែលវាមានការព្រមនៅក្នុង
ការចរចានឹងដែរឬទេពីព្រោះកម្មវត្ថុអ៊ីស្រាអែលគឺផ្លាស់ប្ដូររបបនៅអ៊ីរ៉ង់ហើយដល់កម្មវត្ថុរបស់អ៊ីរ៉ង់គឺដើម្បីកំទេចអ៊ីស្រាអែលមួយទៀតកត្តាដែលធ្វើឲ្យត្រាំចង់បញ្ចប់យុទ្ធនាការលើអ៊ីរ៉ង់នេះវាអាចចេញពីការផ្ទុះបាតកម្មដែរពីព្រោះបាតកម្មនៅសហរដ្ឋអាមេរិកនឹងមានដល់ទៅ8លាននាក់ដែលពលរដ្ឋចូលរួមធ្វើនឹងដោយហេតុតែតម្លៃថាមពលនឹងវាកើនឡើងហើយអតិផរណានឹងហក់ឡើងខ្ពស់ចំណែកឯផ្សារហ៊ុនអ្នកដែលជួញដូរហ៊ុននៅសហរដ្ឋអាមេរិកក៏ដូចជាទូទាំងពិភពលោកតែម្ដងគឺមានភាពរងគ្រោះខ្លាំងមែនទែនប៉ុន្តែក្រោយពីគាត់ប្រកាសទៅយើងឃើញថាផ្សារហ៊ុននឹងវាមានការកើនឡើងចំណុចបន្ទាប់គឺវាតាក់ទងទៅនឹងពេលចិត្តបោះឆ្នោតពាក់កណ្ដាលអាណត្តិសម្រាប់ត្រាំជាប្រធានាធិបតីដែលគាត់មិនអាចឈរឈ្មោះបន្ថែមទៀតនោះគាត់មិនខ្វល់អំពីរឿងមុខមាត់ឬក៏រឿងការគ្រប់គ្រងទៀតទេពីព្រោះប្រធានាធិបតីដែលមិនអាចឈរឈ្មោះបោះឆ្នោតទៀតជាធម្មតាប្រធានាធិបតីអាមេរិកគឺតែងតែធ្វើកិច្ចការណាដែលសម្រេចផលប្រយោជន៍ធំទៅលើកម្មវត្ថុជាតិជាកម្មវត្ថុដែលមានរយៈពេលវែងអញ្ចឹងហើយបានជាគាត់ទៅផ្ដួលវេណេស៊ុយអេឡាព្យាយាមផ្ដួលអ៊ីរ៉ង់ព្រមទាំងប្រំវាយសម្ពងទៅលើគុយបាទៀតដើម្បីធ្វើយ៉ាងណាឲ្យអាមេរិកមានឥទ្ធិពលនិងទាញយកផលប្រយោជន៍បានយូរអង្វែងក៏ប៉ុន្តែប្រសិនបើគាត់មិនស្ដាប់ក្រុមបាតកោហើយមិនងាកមកបន្ធូរបន្ថយស្ថានភាពខ្លះវាធ្វើឲ្យបកគាត់នឹងបាក់មុខហើយនៅពេលដែលបាក់មុខលែងមានការគ្រប់គ្រងវានឹងប៉ះពាល់ដល់បេក្ខភាពប្រធានាធិបតីដែលបន្តវេនពីគាត់ទៅទៀតចំណុចមួយទៀតនោះគឺពាក់ព័ន្ធជាមួយនឹងសម្ព័ន្ធមិត្តសម្រាប់សម្ព័ន្ធមិត្តអាមេរិកដែលនៅឆ្ងាយដូចជាជប៉ុនកូរ៉េខាងត្បូងហើយនិងបណ្ដាប្រទេសនៅសហភាពអឺរ៉ុបនឹងហាក់ដូចជាមិនសូវរវីរវល់ទេហើយប្រទេសខ្លះដូចអ៊ីស្ប៉ាញនឹងបិទទាំងដែនអាកាសមិនឲ្យអាមេរិកនឹងប្រើប្រាស់ទៅទៀតសម្រាប់វិស័យយោធាហើយចំណែកឯសម្ព័ន្ធមិត្តនៅក្បែរគឺរងគ្រោះពីក្របមីស៊ីលរបស់អ៊ីរ៉ង់នឹងរហូតហើយរយៈពេលធ្វើសង្គ្រាមនឹងកាន់តែយូរថ្ងៃទៅឯថ្លៃចំណាយនៅក្នុងសង្គ្រាមវិញក៏សម្បើមដែរក្នុងរយៈពេល30ថ្ងៃគ្រាន់តែសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលវាយប្រហារទៅលើអ៊ីរ៉ង់នឹងចំណាយលុយអស់ដល់ទៅ30,000 លានដុល្លារគឺច្រើនមែនទែនក៏ប៉ុន្តែពាក់ព័ន្ធជាមួយនឹងការចំណាយនេះរដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិកនឹងគាត់បានអះអាងថាអាមេរិកមិនខ្វះលុយក្នុងការធ្វើសង្គ្រាមទេហើយគាត់ថែមទាំងនិយាយទៀតថាការលំបាកប្រមាណជា50-60ថ្ងៃនឹងវាជាជាងលំបាករយៈពេលដល់ទៅ50ឆ្នាំពាក់ព័ន្ធជាមួយនឹងចេតនាចង់បញ្ចប់យុទ្ធនាការយោធាទៅលើអ៊ីរ៉ង់នេះបើយើងមើលប្រតិកម្មពីអ៊ីរ៉ង់វិញយើងឃើញថាអ៊ីរ៉ង់ក៏ចង់បញ្ចប់សង្គ្រាមដែរក៏ប៉ុន្តែចង់បានការបញ្ចប់សង្គ្រាមមួយដោយមានការធានាហើយបើបញ្ចប់សង្គ្រាមដោយមានការធានាមិនបានបដូររបបវាខ្ទាស់ជាមួយនឹងកម្មវត្ថុរបស់អ៊ីស្រាអែលព្រោះអ៊ីស្រាអែលគោលដៅវាបហាសមត្ថភាពយោធារបស់អ៊ីរ៉ង់ព្រមទាំងផ្លាស់ប្ដូររបបធ្វើយ៉ាងណាឲ្យមានរបបដឹកនាំមួយស្រួលបួលហើយនឹងជានាជាមួយនឹងអ៊ីស្រាអែលវិញអញ្ចឹងបើយើងពិនិត្យមើលទៅលើសេណារីយ៉ូនេះយើងឃើញថាអ្វីដែលប្រធានាធិបតីត្រាំគាត់លើកឡើងពីឆន្ទៈចង់បញ្ចប់សង្គ្រាមទៅលើអ៊ីរ៉ង់នឹងទំនងគ្រាន់តែជាការកែស្ថានភាពដោះទាល់សម្រាប់ប្រទេសគាត់សិនទេពីព្រោះបើយើងពិនិត្យមើលស្ថានភាពសេដ្ឋកិច្ចការធ្លាក់ចុះរបស់ផ្សារហ៊ុនស្ថានភាពបាតុកម្មរបាយការណ៍ដែលគាត់មិនសម្រេចដោយកម្មវត្ថុក្រោមទុកអតិផរណានៅសហរដ្ឋអាមេរិកហើយនឹងវិបត្តិធម្មពលនៅជុំវិញពិភពលោកនឹងវាคล้ายជាសម្ពាធមួយដែលត្រូវតែឲ្យគាត់នឹងមានការបន្ធូរបន្ថយស្ថានភាពនៅពេលដែលយើងពិនិត្យមើលទៅលើសេណារីយ៉ូទាំងអស់នេះហើយទាំងកត្តា technical ទាំងកត្តា fundamental យើងអាចសង្កេតថាបើតាមបច្ចេកទេសវាជាការឡើងទៅសម្អាតតម្លៃដែលវាធ្លាប់លក់កាលមុនហើយវាមាន correlation ជាមួយនឹងអ្វីដែលកើតឡើងនៅមជ្ឈមបូព៌ាពាក់ព័ន្ធជាមួយនឹងការប្រកាសរបស់ត្រាំវាស្របគ្នាអញ្ចឹងបានជាធ្វើឲ្យមាសប្រាក់ហើយនឹងផ្សារហ៊ុននឹងមានការងើបឡើងមកវិញក៏ប៉ុន្តែដូចបានបញ្ជាក់ថាបញ្ហានេះវាកំពុងតែស្ថិតនៅក្នុងភាពស្រពិចស្រពិលដែលមិនទាន់ប្រកាសថានឹងវិលទៅរកភាពធូរស្រាលឬក៏កាន់តែធ្ងន់ធ្ងរទៀតនោះទេអញ្ចឹងតាមន័យនេះតម្លៃមាសគឺវាស្ថិតនៅក្នុងរង្វង់នៃការជួញដូរចន្លោះពី$4,300ទៅដល់$4,900សម្រាប់នៅក្នុងសប្តាហ៍នេះអញ្ចឹងចុងបញ្ចប់នេះខ្ញុំបាទសូមអរគុណសូមគោរពលាហើយសូមជូនពរបងប្អូនដែលសន្សំមាសក៏ដូចជាវិនិយោគមាសនឹងទទួលបានជោគជ័យនិងផលចំណេញគ្រប់គ្នា